សេចក្តីត្រេះរិងរបស់ខ្ញុំថាតើនៅពេលណាខ្ញុំបានថ្វាយទៀននៅប្រាសាទថ្មីតាមទ្រព្យដែលមានជាវិហារទានថ្វាយចំពោះសង្ឃសេចក្តីត្រេះរិងរបស់ខ្ញុំថាតើនៅពេលណាខ្ញុំបានអូនអងថ្វាយក្រែពួកខ្នើយដោយចិត្តផ្ចិតផ្ចង់ថ្វាយចំពោះសង្ឃដែលគង់ក្នុងវត្តសេចក្តីត្រេះរិងរបស់ខ្ញុំថាតើនៅពេលណាខ្ញុំបានថ្វាយផុតផ្សំដោយម៉ាំងសាំងធ្វើដោយម៉ត់ចត់សាំងឡាកាំងផាត់ជាអារទានសេចក្តីត្រេះរិងរបស់ខ្ញុំថាតើនៅពេលណាជួបព្រះទ្រង់ញៀនព្រមទាំង